បាទគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់សម្រាប់រឿងជុំងហើយថ្ងៃនេះផងដែរខ្ញុំបាននឹងសម្រាប់តរឿង Alchemy of Soul ភាគទី13កុំឲ្យខាតពេលយូរយើងចូលទៅទស្សនាសាច់រឿងនឹងទាំងអស់គ្នាសាច់រឿងបានកាត់មកអតីតកាលតាំងពីសម័យទីក្រុងសងៀមអត់ទាន់បានបង្កើតដែលនៅពេលនោះប្រជាពលរដ្ឋបានជួបប្រទះជាមួយនឹងគ្រោះរាំងស្ងួតធ្វើឲ្យពួកគេគ្មានទឹកសម្រាប់ប្រើប្រាស់នោះទេអញ្ចឹងហើយក៏មានមេឃម្នាក់បានរៀបចំពិធីឡើងធ្វើការបួងសួងដើម្បីសុំទឹកភ្លៀងនៅពេលដែលមេឃម្នាក់នឹងធ្វើការបួងសួងសុំទឹកភ្លៀងមិនមែនធ្លាក់ទៅទឹកភ្លៀងទេសូម្បីតែទឹកកកក៏ធ្លាក់មកដែរហើយនៅក្នុងចំណោមទឹកកកដែលធ្លាក់មកទាំងអស់នោះមានទឹកកកមួយដែលវាមានថាមពលមេឃខ្លាំងមែនទែនដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាវាគឺជាត្បូងទឹកកកមិនត្រឹមតែប៉ុណ្្នឹងទេត្បូងទឹកកកវាអាចបដូរធាតុរបស់វាទៅជាធាតុភ្លើងបានហើយវាក៏អាចបដូររូបរាងរបស់វាទៅជាធាតុទឹកហើយនិងធាតុថ្មបានផងដែរអ្វីដែលសំខាន់ពេលដែលត្បូងទឹកកកធ្លាក់ចូលមកក្នុងភពផែនដីវាបានបង្កើតម្សៅខ្មៅមួយយ៉ាងម្សៅខ្មៅទាំងនោះវាបានคล้ายទៅជាត្បូងទឹកកកតូចៗបន្ទាប់មកគេក៏បានយកត្បូងទឹកកកតូចៗនោះទៅប្រើប្រាស់ជាមន្តអាគមបដូរវិញ្ញាណហើយដោយសារតែឥទ្ធិពលនៃត្បូងទឹកកកនឹងផងដែរបានធ្វើឲ្យមនុស្សកាប់សម្លាប់គ្នាច្រើនខ្លាំងមែនទែនដើម្បីទៅដើមយកត្បូងទឹកកកនឹងធ្វើជាកម្មសិទ្ធិរបស់ខ្លួនពួកគេនាំគ្នាប្រយុទ្ធគ្នាទៅដើមត្បូងទឹកកករហូតទៅដល់ដំណាក់កាលចុងក្រោយត្បូងទឹកកកនោះក៏បានធ្លាក់ចូលទៅក្នុងដៃរបស់លោកគ្រូសូកយ៉ុងគាត់គឺជាអ្នកបង្កើតទីក្រុងសងីមហើយសាច់រឿងក៏បានកាត់មកពេលបច្ចុប្បន្នវិញរឿងកាលពីអតីតកាលដែលយើងទាំងអស់គ្នាបានស្ដាប់មិញហ្នឹងគឺលោកគ្រូលីឈុលគាត់បាននិយាយប្រាប់កូនក្មេងពេលដែលគាត់កំពុងតែជិះនៅលើទូកហើយចុះហេតុអីបានជាលោកគ្រូលីឈុលគាត់បានដឹងរឿងកាលពីអតីតកាលច្បាស់ម្ល៉េះគឺដោយសារតែគាត់ជាកូនសិស្សរបស់លោកគ្រូសូកយ៉ុងហើយនៅពេលដែលលីឈុលគាត់និយាយជាមួយនឹងក្មេងពីរនាក់ហ្នឹងគាត់បានឃើញរូបចម្លាក់ឈើមួយនៅជាមួយនឹងពួកគេអញ្ចឹងហើយលីឈុលក៏សួរពួកគេទាំងពីរនាក់ថាតើពួកគេទាំងពីរនាក់បានរូបចម្លាក់ឈើហ្នឹងមកពីណាក្មេងទាំងពីរនាក់ហ្នឹងឆ្លើយថាពួកគេរើសបានរូបចម្លាក់ឈើនៅលើភ្នំបន្ទាប់មកលោកគ្រូលីឈុលក៏បានសុំរូបចម្លាក់ឈើពីក្មេងទាំងពីរនាក់ហ្នឹងគ្រាន់តែលោកគ្រូលីឈុលបានឃើញរូបចម្លាក់ឈើហ្នឹងហើយគាត់បានដឹងយ៉ាងច្បាស់ថារូបចម្លាក់ឈើហ្នឹងគេធ្វើឡើងដើម្បីដាក់អំពើមន្តអាគមអញ្ចឹងហើយលោកគ្រូលីឈុលក៏បានប្រើកម្លាំងធាតុរបស់គាត់ច្បាច់រូបចម្លាក់ឈើហ្នឹងឲ្យខ្ទេចបាត់ទៅសាច់រឿងក៏បានកាត់មកកន្លែងកូវ៉ុនវិញគាត់កំពុងតែអង្គុយផឹកស្រាពិបាកចិត្តរឿងដែលគាត់ហៅណាក់ស៊ូឲ្យចូលមកនៅក្នុងរាជវាំងប៉ុន្តែក៏ត្រូវបាននាងបដិសេធអ្នកទាំងអស់គ្នាសាកគិតមើលទៅធ្វើដល់តែកូនស្ដាច់ប៉ុន្តែគ្រាន់តែហៅអ្នកបម្រើម្នាក់ឲ្យចូលមកនៅក្នុងរាជវាំងក៏ត្រូវបានគេបដិសេធទៀតហើយវាពិតជាចម្លែកខ្លាំងមែនទែនគ្រាន់តែគាត់នឹកទៅដល់ណាក់ស៊ូភ្លាមណាក់ស៊ូមកអង្គុយនៅពីមុខគាត់ភ្លាមតែម្ដងអញ្ចឹងហើយកូវ៉ុនគាត់ក៏សួរទៅកាន់ណាក់ស៊ូថាតើនាងចូលមកតាមណាណាក់ស៊ូនាងក៏តបត្រឡប់ទៅវិញគឺដោយសារតែកូវ៉ុនគិតពីនាងទើបនាងអាចចូលមកកន្លែងនឹងបានក៏ធ្វើឲ្យកូវ៉ុនគាត់ឆ្ងល់ទៀតហេតុអីបានជាណាក់ស៊ូដឹងពីការគិតរបស់គាត់ប៉ុន្តែក្រោយពេលដែលនិយាយគ្នាបានមួយផ្លែតកូវ៉ុនគាត់បានដឹងយ៉ាងច្បាស់ថានាងមិនមែនជាណាក់ស៊ូនោះទេកូវ៉ុនគាត់ក៏ធ្វើការសួរទៅកាន់ណាក់ស៊ូតែម្ដងថានាងគឺជាពីណាគេហើយចូលមកក្នុងរាជវាំងដើម្បីអីហើយគ្រាន់តែកូវ៉ុនបានដឹងថានាងមិនមែនជាណាក់ស៊ូពិតប្រាកដនាងក៏បានបាត់ចេញពីកន្លែងហ្នឹងហើយកញ្ចក់ដែលនៅក្បែរគាត់ហ្នឹងវាក៏ប្រេះបែកតែម្ដងទៅកន្លែងហ្នឹងហើយដែលធ្វើឲ្យកូវ៉ុនគាត់ឆ្ងល់ខ្លាំងមែនទែនហើយគាត់ក៏ធ្វើដំណើរទៅផ្ទះគ្រួសារតកូជីនដោយសារតែគាត់សង្ស័យថាមូលហេតុដែលធ្វើឲ្យគាត់បានឃើញសមោរបស់ណាក់ស៊ូប្រហែលជាមានជាប់ពាក់ព័ន្ធជាមួយនឹងវត្ថុទិព្វនៅក្នុងផ្ទះគ្រួសារតកូជីនហើយមកទៅមូលហេតុមួយទៀតនោះគឺគាត់បានស៊ើបដឹងថាណាក់ស៊ូបានមកផ្ទះគ្រួសារតកូជីនហើយគាត់ក៏ចង់សួរម្ដាយរបស់ឈូយុនដែរថាតើណាក់ស៊ូកំពុងតែនៅកន្លែងណានៅពេលហ្នឹងម្ដាយរបស់ឈូយុនបានប្រាប់កូវ៉ុនថាមូដុកបានលួចវត្ថុទិព្វនៅក្នុងផ្ទះគ្រួសារតកូជីនហើយបានបាត់ខ្លួនបាត់ទៅហើយឈូយុនក៏បន្តនៅពេលដែលមូដុកចូលមកក្នុងផ្ទះគ្រួសារតកូជីនគឺនាងបានធ្វើឲ្យត្បូងយិនយ៉ាងបែកជាពីរដោយសារតែឈូយុនបានចោទប្រកាន់ថាណាក់ស៊ូបានធ្វើឲ្យត្បូងយិនយ៉ាងរបស់នាងបែកជាពីរម្ដាយរបស់ឈូយុនក៏ប្រាប់ឲ្យអ្នកបម្រើនាំណាក់ស៊ូទៅឃុំទុកកន្លែងហ្នឹងគឺឈូយុនបានទម្លាក់កំហុសទៅឲ្យណាក់ស៊ូស្រស់តែម្ដងហើយសាច់រឿងក៏កាត់ត្រឡប់មកវិញឈូយុនបានប្រាប់កូវ៉ុនថាក្រោយពេលដែលពួកគេបានយកមូដុកទៅឃុំទុកមូដុកក៏បានបាត់ខ្លួនទៅជាមួយនឹងត្បូងយិនយ៉ាងតែម្ដងទៅក៏ធ្វើឲ្យកូវ៉ុនគាត់ឆ្ងល់ខ្លាំងមែនទែនបើសិនជាមូដុកលួចត្បូងយិនយ៉ាងហើយរត់បាត់ទៅហើយចោះអ្នកដែលបង្ហាញខ្លួននៅក្នុងរាជវាំងគឺជាពីណាគេនៅពេលដែលពួកគេកំពុងតែនិយាយគ្នាសូយុលហើយនឹងដាំងហ្គូក៏ដើរចូលមកពួកគេទាំងពីរនាក់ក៏មកតាមរកណាក់ស៊ូដូចជាកូវ៉ុនចឹងដែរដោយសូយុលគាត់បាននិយាយថាគាត់បានឃើញសមោលមូដុកទៅជួបគាត់នៅក្នុងទីក្រុងសងីមសាច់រឿងក៏កាត់មកក្រោយវិញបន្តិចពេលដែលសូយុលគាត់កំពុងតែអង្គុយនៅក្នុងទីក្រុងសងីមតែម្នាក់ឯងគាត់អង្គុយអានសភៅបដាគាត់នឹកទៅដល់ណាក់ស៊ូបដាហើយគ្រាន់តែគាត់នឹកទៅដល់ណាក់ស៊ូភ្លាមគាត់ក៏បានឃើញនាងមកឈរនៅពីមុខគាត់តែម្ដងកន្លែងនេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចគឺគាត់នឹកទៅដល់ណាក់ស៊ូមិនមែននឹកទៅដល់មូដុកទេណានៅពេលដែលបានឃើញមូដុកអញ្ចឹងសូយុលគាត់ក៏សួរថាតើនាងអាចចូលមកកន្លែងហ្នឹងបានដោយរបៀបណាណាក់ស៊ូនាងក៏តបគឺដោយសារតែលោកចេះតែគិតពីខ្ញុំទៅធ្វើឲ្យខ្ញុំមកកន្លែងហ្នឹងបានហើយអ្នកដែលលោកកំពុងតែនឹកនោះគឺជាមនុស្សម្នាក់ដែលលោកធ្លាប់ជួបនៅលើភ្នំដាច់យ៉ាងកុកសូយុលគាត់ក៏ធ្វើការបដិសេធភ្លាមតែម្ដងព្រោះអ្នកដែលគាត់កំពុងតែនឹកមិនមែនជាមូដុកនោះទេណាក់ស៊ូនាងក៏បន្តទៀតថាបើសិនជាលោកមិននឹកខ្ញុំទេចោះលោកទុកកញ្ចែរូបចាបនោះធ្វើអីហើយលោកមានចាំអត់លោកបានឲ្យវាមកខ្ញុំពេលដែលលោកត្រូវរបួសជើងនៅលើភ្នំដាច់យ៉ាងកុកណាក់ស៊ូក៏បានប្រាប់សូយុលទៀតថាឲ្យតែសូយុលនៅតែបន្តគិតពីនាងនឹងមកជួបជាមួយនឹង
សូយល់ជានិច្ចដោយសារតែពាក្យសម្ដីហើយនឹងកាយវិការប្លែកៗរបស់អ្នកស៊ូនៅកន្លែងហ្នឹងក៏ធ្វើឲ្យសូយល់គាត់បានដឹងថានាងមិនមែនជាមនុស្សនោះទេនៅពេលហ្នឹងអ្នកស៊ូនាងបានចាប់មុខចង់ថើបមាត់របស់សូយល់ក៏ត្រូវបានសូយល់ប្រើប្រាស់កម្លាំងធាតុវាយនាងម្ដាយលាន់តែផាំងធ្វើឲ្យនាងប៉ើងបាត់ចេញពីកន្លែងហ្នឹងតែម្ដងទៅហើយការត្រឡប់ទៅវិញរបស់នាងហ្នឹងគឺផ្ទុះខ្ទេចបែកដូចជាកញ្ចក់អញ្ចឹងចំណែកឯកញ្ចក់ដែលនៅក្នុងបន្ទប់របស់គាត់ហ្នឹងវាក៏បានផ្ទុះខ្ទេចផងដែរនេះហើយជាមូលហេតុដែលធ្វើឲ្យគាត់មកផ្ទះគ្រួសារតកូជីនដោយគាត់សង្ស័យថាប្រកាសជាមានវត្ថុទឹកនៅក្នុងផ្ទះគ្រួសារតកូជីនជាអ្នកធ្វើរឿងទាំងអស់ហ្នឹងម្ដាយរបស់ឈូយុនក៏និយាយថាគ្មានអីជាប់ពាក់ព័ន្ធជាមួយនឹងពួកគាត់នោះទេដោយសារតែមូដុកបានលួចវត្ថុទឹករបស់គ្រួសារតកូជីនហើយរត់ចេញពីផ្ទះរបស់គាត់បាត់ហើយហ្នឹងហើយក្រោយពេលដែលពួកគេនិយាយគ្នាអត់ត្រូវនឹងហើយបានជាពួកគេហៅចាំងអុកឲ្យមកកន្លែងនឹងដែរព្រោះចាំងអុកគឺជាម្ចាស់របស់មូដុកសាច់រឿងក៏បានកាត់មកកន្លែងផាជីនហើយនឹងហូយមវិញពួកគេទាំងពីរនាក់កំពុងតែឆ្ងល់ថាតើលីឈុលបាត់តាណាអត់ឃើញចូលមកក្នុងទីក្រុងសងីមអញ្ចឹងហូយមក៏និយាយថាគ្រូរបស់គាត់ទៅណាមកណាដូចជាខ្យល់អញ្ចឹងតត្រូវទៅគឺទៅតត្រូវមកគឺមកហើយផាជីនគាត់ក៏ធ្វើការសួរទៅកាន់ហូយមទៀតថាតើហូយមមានដឹងថាលោកគ្រូសូកយ៉ុងបានយកត្បូងតកកតម្លាក់ទុកនៅកន្លែងណាដែរអត់ប៉ុន្តែហូយមក៏អត់បានដឹងថាលោកគ្រូសូកយ៉ុងយកត្បូងតកកតម្លាក់ទុកនៅកន្លែងណានោះទេអញ្ចឹងហើយផាជីនគាត់ក៏និយាយថាមានតែអ្នកហាត់ចៅវិជ្ជាមេឃដំណាក់កាលទី4តែប៉ុណ្ណោះដែលអាចប្រើប្រាស់មនោគមបដូរវិញ្ញាណបានប៉ុន្តែមួយរយៈពេលចុងក្រោយហ្នឹងគឺគាត់បានជួបជាមួយនឹងបិសាចបដូរវិញ្ញាណច្រើនខ្លាំងមែនទែនដែលមានន័យថាត្បូងតកកប្រកាសជាធ្លាក់ចូលទៅក្នុងដៃរបស់អ្នកណាម្នាក់ឯងហើយបើសិនជាវាពិតជាបានធ្លាក់ចូលទៅក្នុងដៃរបស់អ្នកណាម្នាក់ពិតមែនពួកគេត្រូវតែបញ្ញាប់រកឲ្យឃើញបើមិនអញ្ចឹងទេពិភពលោកនឹងកើតចលាចលសារជាថ្មីសាច់រឿងក៏បានកាត់មកកន្លែងអាម៉ាតគីមដែលគាត់កំពុងតែមកជួបជាមួយនឹងជីនមូគឺអាម៉ាតគីមបានយកកូនត្បូងតកកយកមកឲ្យជីនមូច្រើនខ្លាំងមែនទែនជីនមូក៏ត្រូវការកូនត្បូងតកកនឹងដើម្បីយកទៅប្រើប្រាស់មនោគមបដូរវិញ្ញាណបន្តទៀតហើយដោយតែយើងបានដឹងហើយថាកូនត្បូងតកកវាកើតចេញពីត្បូងតកកដែលមានន័យថាត្បូងតកកកំពុងតែនៅក្នុងដៃក្រុមបពុរបស់ជីនមូនៅពេលដែលអាម៉ាតគីមចេញទៅបាត់ជីនមូគាត់ក៏និយាយទៅកាន់ហ្គីលជូថាឲ្យហ្គីលជូស្វែងរកខ្លួនប្រាណរបស់អាម៉ាតថ្មីហើយឲ្យហ្គីលជូផ្លាស់ប្ដូរវិញ្ញាណជាមួយអាម៉ាតថ្មីចំណែកអាម៉ាតគីមត្រូវតែសម្លាប់ចោលប៉ុន្តែសម្រាប់ហ្គីលជូការផ្លាស់ប្ដូរវិញ្ញាណចូលទៅក្នុងខ្លួនប្រាណរបស់អាម៉ាតវិញគឺគាត់អត់សូវសប្បាយចិត្តទេដោយដែលយើងទាំងអស់គ្នាបានដឹងហើយថាអាម៉ាតអត់មានផ្លោកទេហើយក៏អត់សូវមានឥទ្ធិពលដែរនៅក្នុងចិត្តរបស់ហ្គីលជូគឺគាត់ចង់ចូលទៅក្នុងខ្លួនរបស់ចាំងអុកច្រើនជាងសាច់រឿងក៏បានកាត់មកកន្លែងចាំងអុកដែលគាត់កំពុងតែនៅក្នុងផ្ទះគ្រួសារតកូជីនវិញក្រោយពេលដែលម្ដាយរបស់ឈូយុននិយាយថាមូដុកបានលួចត្បូងយិនយ៉ាងហើយរត់គេចខ្លួនបាត់ចាំងអុកគាត់ក៏ធ្វើការសុំទោសទៅកាន់គ្រួសារតកូជីនម្ដាយរបស់ឈូយុនក៏និយាយទៅកាន់ចាំងអុកថាបើសិនជាចាំងអុកសុំទោសគាត់អញ្ចឹងហើយឲ្យរឿងវាចប់ត្រឹមនឹងទៅស្រាប់តែពេលហ្នឹងចាំងអុកក៏និយាយទៅកាន់ម្ដាយរបស់ឈូយុនវិញសម្រាប់អ្នកមីងគឺចប់ត្រឹមនឹងហើយប៉ុន្តែបើសម្រាប់ខ្ញុំសូមស្វែងរកមូដុកនៅក្នុងផ្ទះគ្រួសារតកូជីនសិនហេតុអីបានចាំងអុកគាត់និយាយចឹងដោយសារតែចាំងអុកគាត់បានដឹងថាអ្នកស៊ូចូលមកក្នុងផ្ទះគ្រួសារតកូជីនហើយក៏បាត់ខ្លួនតែម្ដងអញ្ចឹងគាត់មិនអាចឲ្យគេចោទប្រកាន់នាងបានទេគាត់ត្រូវតែស្វែងរកការពិតជាមុនសិនដោយចាំងអុកបាននិយាយថាគាត់នឹងព្យាយាមស្វែងរកមូដុកដើម្បីយកត្បូងយិនយ៉ាងមកបកគលជូនគ្រួសារតកូជីនវិញកន្លែងហ្នឹងម្ដាយរបស់ឈូយុនអត់បានបដិសេធទេគាត់ថាបើចង់ស្វែងរកធ្វើតាមចិត្តចោះអញ្ចឹងហើយចាំងអុកក៏បានស្នើសុំទៅម្ដាយរបស់ឈូយុនតែម្ដងកន្លែងដែលគាត់ចង់ស្វែងរកគឺជាបន្ទប់ដាក់វត្ថុទឹកម្ដាយរបស់ឈូយុនគាត់អត់បានបដិសេធអីទេគឺគាត់បាននាំពួកគេទាំងអស់គ្នាធ្វើដំណើរមកបន្ទប់ដាក់វត្ថុទឹកតែម្ដងប៉ុន្តែមុនពេលដែលចូលទៅនឹងម្ដាយរបស់ឈូយុនក៏ប្រាប់ចាំងអុកថាបន្ទប់ដាក់វត្ថុទឹករបស់គ្រួសារតកូជីនមានតែគ្រួសារតកូជីនតែប៉ុណ្ណោះដែលអាចបើកបានដូច្នេះហើយគ្មានមូលហេតុអីថាមូដុកទៅនៅក្នុងបន្ទប់ដាក់វត្ថុទឹករបស់គាត់នោះទេគ្រាន់តែបានឮអញ្ចឹងភ្លាមសូយល់គាត់ក៏បន្តតែម្ដងថាគាត់បានឃើញសមោរបស់មូដុកម្ដាយរបស់ឈូយុនក៏និយាយទៅកាន់សូយល់ថាប្រហែលជាលោកដែលយល់សពទាំងថ្ងៃឯងមើលទៅហ្គូវ៉ាន់គាត់ក៏បន្តគាត់ក៏បានឃើញសមោរបស់មូដុកដែរម្ដាយរបស់ឈូយុនគ្មានពីអីត្រូវតវ៉ាទៀតនោះទេប៉ុន្តែគាត់បានធ្វើការពមៀនទៅកាន់ចាំងអុកថាវត្ថុទឹកនៅក្នុងបន្ទប់របស់គាត់នឹងសុទ្ធតែមានគ្រោះថ្នាក់អញ្ចឹងហើយបើសិនជាចាំងអុកចូលទៅក្នុងមានគ្រោះថ្នាក់កុំបន្ទោសគាត់ឲ្យសោះដោយខ្លាចថាចាំងអុកមានគ្រោះថ្នាក់សូយល់គាត់ក៏សុំទៅជាមួយចាំងអុកដែរចំណែកឯហ្គូវ៉ាន់គាត់ក៏បាននិយាយថាគាត់សុំទៅជាមួយនឹងពួកគេដែរហ្នឹងហើយក្រោយពេលដែលនិយាយគ្នាហើយម្ដាយរបស់ឈូយុនគាត់ក៏ប្រើកម្លាំងធាតុដើម្បីបើកទ្វារបន្ទប់សម្ងាត់ដាក់វត្ថុទឹកឲ្យពួកគេចូលទៅខាងក្នុងពួកគេទាំង3នាក់ក៏ដើរចូលទៅខាងក្នុងតែម្ដងដោយគ្មានខ្លាចអីនោះទេប៉ុន្តែម្ដាយរបស់ឈូយុនបានឲ្យពេលពួកគេត្រឹមតែ1ម៉ោងតែប៉ុណ្ណោះបើសិនជារកអត់ឃើញត្រូវតែត្រឡប់មកវិញនៅពេលដែលចូលមកដល់ខាងក្នុងហ្គូវ៉ាន់គាត់ក៏និយាយទៅកាន់ចាំងអុកថាបើសិនជាចាំងអុកចង់ធ្វើជាម្ចាស់របស់វត្ថុទឹកនៅក្នុងនឹងទាំងអស់ចាំងអុកអាចរៀបការចូលទៅក្នុងគ្រួសារតកូជីនបានតាមពិតទៅហ្គូវ៉ាន់គាត់និយាយចឹងគឺគាត់ចង់ឲ្យចាំងអុករៀបការចូលទៅក្នុងគ្រួសារតកូជីនដើម្បីកុំឲ្យពិបាកមកប្រយុទ្ធជាមួយនឹងគាត់ចាំងអុកគាត់ក៏តបត្រឡប់ទៅវិញថាបើសិនជាព្រះអង្គចង់រៀបការជាមួយនឹងគ្រួសារតកូជីនព្រះអង្គរៀបការទៅហ្នឹងហើយក្រោយពេលដែលនិយាយគ្នាហើយពួកគេទាំង3នាក់ក៏សម្រេចចិត្តថាចែកផ្លូវគ្នាដើម្បីស្វែងរកអ្នកស៊ូប៉ុន្តែពួកគេអត់ទាន់ចាប់អារម្មណ៍ជាមួយនឹងកញ្ចក់ទឹកដែលកំពុងតែឈរនៅក្បែរពួកគេនោះទេហេតុអីបានខ្ញុំនិយាយអំពីរឿងកញ្ចក់ទឹកហ្នឹងគឺដោយសារតែកញ្ចក់ទឹកហ្នឹងជាអ្នកចាប់អ្នកស៊ូយកទៅឥឡូវហ្នឹងអ្នកស៊ូកំពុងតែនៅក្នុងកញ្ចក់ទឹកដែលនាងមិនអាចរកផ្លូវចេញទៅក្រៅបាននោះទេហើយបើសិនជាចាំងអុកមិនអាចរកអ្នកស៊ូឃើញនោះទេនាងប្រហែលជាត្រូវនៅក្នុងហ្នឹងពេញមួយជីវិតឯងសំខាន់នៅពេលដែលអ្នកស៊ូកំពុងតែនៅក្នុងកញ្ចក់ហ្នឹងនាងក៏បាននឹកឃើញពេលដែលគេចាប់នាងយកមកឃុំទុកចំណែកឈូយុននាងក៏បានចូលមកតាមអ្នកស៊ូនៅក្នុងបន្ទប់ហ្នឹងផងដែរតាមពិតទៅអ្នកស៊ូបានដឹងហើយថាត្បូងយិនយ៉ាងហ្នឹងគឺឈូយុនជាអ្នកធ្វើឲ្យបែកអញ្ចឹងហើយអ្នកស៊ូក៏ធ្វើជានិយាយទៅកាន់ឈូយុនថាត្
ត្បូងយឺនយ៉ាងហ្នឹងបើសិនជាវាបែកហើយគូស្នេហ៍របស់យើងក៏ត្រូវព្រាត់ប្រាសដូចគ្នាដោយដែលយើងបានដឹងអញ្ចឹងថាអ្នកស៊ូគឺជាមនុស្សម្នាក់ដែលប្រកែកប្រើល្បិចខ្លាំងមែនទែនអ្នកស៊ូបានប្រើល្បិចរហូតតតែឈូយុនព្រមជឿពាក្យសម្ដីរបស់នាងហើយក្រោយពេលដែលឈូយុនបានចាញ់ល្បិចរបស់អ្នកស៊ូហើយឈូយុនក៏និយាយតែម្នាក់ឯងថាចប់ហើយខ្ញុំធ្វើមិនទៅអញ្ចឹងកន្លែងហ្នឹងឈូយុននិយាយបដានាងភ័យបដាព្រោះនាងគឺជាអ្នកធ្វើឲ្យវាបែកហ្នឹងហើយអ្នកស៊ូនាងក៏បន្តទៀតខ្ញុំគឺជាអ្នកធ្វើឲ្យវាបែកហេតុអីបានជានាងភ័យម្ល៉េះឬមួយក៏នាងជាអ្នកធ្វើឲ្យវាបែកហើយទម្លាក់កំហុសមកលើខ្ញុំអ្នកស៊ូនាងក៏បន្តទៀតតាមពិតទៅនាងបានដឹងថាឈូយុនជាអ្នកធ្វើឲ្យត្បូងនឹងបែកអីគ្រាន់តែនាងមិនចង់ឲ្យឈូយុនខ្មាស់គេទើបនាងយល់ព្រមទទួលកំហុសជំនួសឈូយុនហើយក្រោយពេលដែលឈូយុនបានដឹងថាអ្នកស៊ូបានដឹងពីការពិតរបស់នាងហើយនាងក៏និយាយទៅកាន់អ្នកស៊ូថាខ្ញុំនឹងយកនាងទៅលក់ឲ្យគេក្រោយពេលដែលនិយាយចប់ហើយឈូយុនក៏បានដាក់ត្បូងយឺនយ៉ាងនៅលើតុហើយនាងដើរចេញពីកន្លែងនឹងបាត់ទៅហើយវាក៏ជាឱកាសរបស់អ្នកស៊ូដែរនាងបានផ្លាស់ប្រួលចេញពីបន្ទប់នឹងតែម្ដងចំណែកត្បូងយឺនយ៉ាងគឺនៅក្នុងបន្ទប់នឹងដដែលទេអ្នកស៊ូអត់បានយកទៅជាមួយទេហើយចោះហេតុអីបានជាគេចោទប្រកាន់ថាអ្នកស៊ូគឺជាអ្នកលួចគឺដោយសារតែឈូយុនបានយកត្បូងនឹងទៅលាក់ហើយចោទប្រកាន់ទៅលើអ្នកស៊ូថាអ្នកស៊ូគឺជាអ្នកលួចត្បូងនឹងរីឯអ្នកស៊ូពេលដែលនាងរត់ចេញពីបន្ទប់នឹងមកនាងក៏បានធ្វើដំណើរមកដល់បន្ទប់ដាក់វត្ថុទិព្វពីដំបូងនាងអត់បានដឹងថាវាគឺជាបន្ទប់នោះទេនាងស្មានថាវាគឺជាអញ្ចាំងធម្មតាអ្វីដែលនឹកស្មានមិនដល់ពេលដែលអ្នកស៊ូដើរចូលទៅជិតអញ្ចាំងនឹងវាក៏បង្ហាញទ្វារចេញមកហើយទ្វារនឹងវាក៏បើកឲ្យនាងចូលទៅតែម្ដងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយមែនអត់ថាទ្វារបន្ទប់នឹងតតែគ្រួសារតកោជីនទើបអាចបើកវាបានហើយចោះតើអ្នកស៊ូគឺជាពីណាគេហេតុអីបានជានាងអាចបើកទ្វារបន្ទប់នឹងបានអ្វីដែលកាន់តែសំខាន់ជាងនឹងទៅទៀតនោះពេលដែលអ្នកស៊ូដើរចូលទៅក្នុងបន្ទប់ដាក់វត្ថុទិព្វនឹងឈូយុនបានឃើញអ្នកស៊ូដើរចូលទៅយ៉ាងច្បាស់ប៉ុន្តែនាងអត់បានធ្វើការហាមឃាត់នោះទេឈូយុនឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាអ្នកស៊ូអាចបើកទ្វារបន្ទប់នឹងបានហើយមូលហេតុដែលឈូយុនអត់ធ្វើការហាមឃាត់អ្នកស៊ូដោយសារតែនាងចង់ឲ្យអ្នកស៊ូជាប់នៅក្នុងបន្ទប់នឹងឬមួយក៏ស្លាប់នៅក្នុងបន្ទប់នឹងតែម្ដងដើម្បីកុំឲ្យបែកការរឿងដែលនាងធ្វើបែកត្បូងយឺនយ៉ាងមិនត្រឹមតែមិនធ្វើការហាមឃាត់កុំឲ្យអ្នកស៊ូចូលទៅខាងក្នុងទេថែមទាំងបានបិទទ្វារបន្ទប់ដាក់វត្ថុទិព្វនឹងទៀតផងចំណែកអ្នកស៊ូពេលដែលនាងចូលមកដល់ខាងក្នុងនាងក៏បានជួបជាមួយនឹងកញ្ចក់ទិព្វនឹងក៏និយាយទៅកាន់អ្នកស៊ូថាតាមពិតទៅគឺជានាងសោះពួកយើងទាំងពីរនាក់ខានជួបគ្នាយូរហើយគ្រាន់តែនិយាយចប់ភ្លាមកញ្ចក់ទិព្វនឹងក៏បានចាប់អ្នកស៊ូចូលទៅក្នុងកញ្ចក់ទិព្វតែម្ដងនៅក្នុងពេលបច្ចុប្បន្នអ្នកស៊ូកំពុងតែនៅក្នុងកញ្ចក់ទិព្វដែលនាងមិនទាន់អាចរកផ្លូវចេញទៅក្រៅឃើញនោះទេចំណែកឈូយុនវិញនាងកំពុងតែភ័យខ្លួនបើសិនជាអ្នកស៊ូអាចចេញមកក្រៅបានរឿងដែលនាងព្យាយាមលាក់បាំងទាំងប្រមាណវានឹងត្រូវលាតត្រដាងការពិតហើយនៅពេលដែលឈូយុនកំពុងតែភ័យនឹងនាងចេះតែអង្គើចុះអង្គើឡើងធ្វើឲ្យត្បូងយឺនយ៉ាងនឹងវាប៉ះទង្គិចគ្នាដាំងគូដែលនៅក្បែរនឹងគាត់ក៏និយាយថានៅពេលដែលឈូយុនអង្គើចុះអង្គើឡើងគាត់បានឮសំឡេងត្បូងប៉ះទង្គិចគ្នាដោយសារតែត្បូងយឺនយ៉ាងវាកំពុងតែនៅជាប់ជាមួយនឹងចង្កេះរបស់ឈូយុននឹងឯងអញ្ចឹងហើយក៏ធ្វើឲ្យដាំងគូចាប់ផ្ដើមសង្ស័យថាគឺឈូយុននឹងបានទម្លាក់កំហុសឲ្យអ្នកស៊ូទាំងដែលត្បូងនឹងគឺកំពុងតែនៅជាមួយនាងសាច់រឿងក៏បានកាត់មកពួកគេទាំង3នាក់នេះវិញពួកគេបានដើររកអ្នកស៊ូនៅខាងក្នុងអស់រយៈពេល1ម៉ោងហើយប៉ុន្តែពួកគេនៅមិនទាន់រកឃើញអ្នកស៊ូនោះទេអញ្ចឹងហើយចាំងអុកក៏បានប្រាប់ពួកគេទាំងពីរនាក់ឲ្យចេញទៅក្រៅមុនទៅទុកឲ្យគាត់នៅក្នុងនឹងតែម្នាក់ឯងបានហើយប៉ុន្តែមុនពេលដែលពួកគេទាំងពីរនាក់ចេញទៅក្រៅពួកគេទាំងពីរនាក់ក៏បានរៀបរាប់នៅរឿងដែលពួកគេបានឃើញអ្នកស៊ូផងដែរក៏ធ្វើឲ្យពួកគេទាំងអស់គ្នានឹកឃើញថាសមោលអ្នកស៊ូដែលបានទៅជួបជាមួយនឹងពួកគេនឹងគឺចេញពីកញ្ចក់ពួកគេទាំង3នាក់ក៏បន្តស្វែងរករហូតដល់តែពួកគេប្រទះឃើញកញ្ចក់មួយនៅក្នុងបន្ទប់ដាក់វត្ថុទិព្វសំខាន់នៅពេលដែលចាំងអុកគាត់ឈរនៅពីមុខកញ្ចក់នឹងចាំងអុកបានឃើញរូបរបស់ខ្លួនឯងនៅក្នុងកញ្ចក់នឹងរូបដែលនៅក្នុងកញ្ចក់នឹងគឺជារូបរបស់ចាំងអុកប៉ុន្តែអត្តចរិតគឺជាមនុស្សម្នាក់ផ្សេងទៀតចាំងអុកក៏និយាយទៅកាន់កញ្ចក់នឹងថារឿងដែលបានកើតឡើងទាំងប្រមាណគឺឯងជាអ្នកធ្វើបន្ទាប់មកហ្គូវ៉ុនហើយនិងសូយុលក៏ចេញមកប្រាប់ម្ដាយរបស់ឈូយុនថាកញ្ចក់ទិព្វគឺជាអ្នកចាប់មូដុកម្ដាយរបស់ឈូយុនក៏និយាយទៅកាន់ពួកគេទាំងពីរនាក់វិញបើសិនជាកញ្ចក់ទិព្វនឹងពិតជាបានចាប់មូដុកពិតមែនមូដុកប្រហែលជាមិនអាចចេញពីកញ្ចក់នឹងបានទេដោយសារតែនាងអត់ចេះវិជ្ជាមេឃម្ដាយរបស់ឈូយុនក៏បន្តទៀតថាសូម្បីតែគាត់នឹងក៏មិនអាចធ្វើអីបានដែរព្រោះថាកញ្ចក់នឹងវាមានឥទ្ធិពលខ្លាំងមែនទែនហើយរឿងដែលកាន់តែសំខាន់នោះគាត់ក៏មិនអាចយកកញ្ចក់នឹងចេញពីបន្ទប់ដាក់វត្ថុទិព្វបានដែរវាមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះថានៅពេលដែលកញ្ចក់នឹងបានជួបជាមួយនឹងមនុស្សវានឹងស្រូបយកមនុស្សនោះតែម្ដងបើទោះបីជាហ្គូវ៉ុនគឺជាកូនរបស់ស្ដេចធ្វើការបញ្ជាទៅម្ដាយរបស់ឈូយុនហើយក៏ដោយក៏ម្ដាយរបស់ឈូយុននៅតែនិយាយថាមិនអាចធ្វើបាននោះទេម្ដាយរបស់ឈូយុនក៏បន្តទៀតបើសិនជាចាំងអុកនៅតែឈរក្បែរកញ្ចក់នឹងទៀតសូម្បីតែចាំងអុកក៏ត្រូវបានកញ្ចក់នឹងស្រូបយកទៅដែរពួកគេកំពុងតែនិយាយគ្នានឹងឈូយុនក៏បានលើកត្បូងយឺនយ៉ាងបង្ហាញម្ដាយរបស់នាងហើយនាងក៏និយាយទៅកាន់ម្ដាយរបស់នាងថាគឺនាងបានរកឃើញវាហើយដោយនាងបានប្រាប់ម្ដាយរបស់នាងឲ្យជួយមូដុកទៅដោយសារតែមូដុកអត់បានលួចត្បូងយឺនយ៉ាងរបស់គ្រួសារតកូជីននោះទេប៉ុន្តែម្ដាយរបស់ឈូយុននឹងគឺរឹងតតឹងខ្លាំងមែនទែនគាត់បាននិយាយទៅកាន់ពួកគេថារយៈពេលដែលគាត់ឲ្យពួកគេចូលទៅនឹងគឺដល់ហើយអញ្ចឹងហើយគឺគាត់ត្រូវតែបិទទ្វារបន្ទប់ដាក់វត្ថុទិព្វហើយសាច់រឿងក៏បានកាត់មកកន្លែងចាំងអុកវិញគាត់កំពុងតែព្យាយាមវាយបំបែកកញ្ចក់ទិព្វនឹងក៏ប៉ុន្តែគាត់មិនអាចធ្វើបាននោះទេពាក្យថាកញ្ចក់ទិព្វគឺជាកញ្ចក់ដែលអស្ចារ្យខ្លាំងមែនទែនធ្វើមិនតែអាចវាយបែកបានមិនត្រឹមតែប៉ុណ្្នឹងទេកញ្ចក់ទិព្វនឹងក៏បាននិយាយទៅកាន់ចាំងអុកផងដែរដោយប្រាប់ឲ្យចាំងអុកបកគលកម្លាំងធាតុរបស់ចាំងអុកទាំងប្រមាណឲ្យទៅវាទៅស្រាប់តែពេលហ្នឹងចាំងអុកគាត់បាននឹកឃើញកំណត់មួយគឺយកកណាត់ខ្មៅទៅគ្របលើកញ្ចក់ទិព្វនឹងវិញហើយគ្រាន់តែចាំងអុកគាត់បានយកកណាត់ខ្មៅទៅគ្របលើកញ្ចក់នឹងក៏ធ្វើឲ្យទស្សនវិជ្ជានៅក្នុងកញ្ចក់នឹងទាំងប្រមាណវាចាប់ផ្ដើមប្រែប្រួលតែម្ដងចាំងអុកគាត់ក៏និយាយតែម្នាក់ឯងគ្រាន់តែកញ្ចក់អញ្ចឹងសោះហ្នឹងមកធ្វើខ្លាំងអីណាបន្
តមកចាំងអុកគាត់ក៏បានស្រែកហៅឈ្មោះរបស់មូដុកអាពេលដែលចាំងអុកអត់ទាន់យកកណាត់ខ្មៅទៅគ្របគឺពួកគេអត់អាចនិយាយគ្នាបាននោះទេប៉ុន្តែក្រោយពេលដែលចាំងអុកគាត់បានយកកណាត់ខ្មៅទៅគ្របពីលើកញ្ចក់ហ្នឹងក៏ធ្វើឲ្យពួកគេទាំងពីរនាក់អាចនិយាយរកគ្នាបានអ្នកសូនាងក៏ឆ្លើយតបទៅកាន់ចាំងអុកវិញគឺនាងកំពុងតែនៅក្នុងកញ្ចក់ថ្មីត្បិតថាពួកគេទាំងពីរនាក់អាចនិយាយតាក់ទងគ្នាបានប៉ុន្តែពួកគេនៅមិនទាន់ដឹងថាធ្វើយ៉ាងម៉េចទើបអាចយកអ្នកស៊ូចេញពីកញ្ចក់នឹងបានទេចំណែកម្ដាយរបស់ឈូយុនដែលនៅខាងក្រៅនេះបានបញ្ជាឈូយុនឲ្យបិទទ្វារបន្ទប់ដាក់វត្ថុទិព្វទៅស្របពេលនឹងផងដែរផាជីនគាត់ក៏ដើរចូលមកដោយផាជីនគាត់បាននិយាយទៅកាន់ម្ដាយរបស់ឈូយុនថាគាត់សុំចូលទៅខាងក្នុងផាជីនក៏បន្តទៀតបើសិនជាកញ្ចក់ទិព្វនឹងមិនអាចយកចេញមកក្រៅបានទេទុកឲ្យគាត់ជាអ្នកចូលទៅជួយមូដុកហើយនឹងចាំងអុកប៉ុន្តែក៏ត្រូវបានម្ដាយរបស់ឈូយុននឹងបដិសេធទៀតថាផាជីនគាត់មានវិជ្ជាមេខ្ពស់ពេកមិនអាចចូលទៅក្នុងបន្ទប់ដាក់វត្ថុទិព្វគ្រួសារតកូជីនបាននោះទេម្យ៉ាងវិញទៀតទីក្រុងសូងៀមក៏ធ្លាប់ធ្វើឲ្យវត្ថុទិព្វរបស់គាត់បែកអស់មួយដែរអញ្ចឹងហើយគាត់មិនអាចឲ្យផាជីនចូលទៅធ្វើឲ្យខូចខាតវត្ថុទិព្វរបស់គាត់បានទៀតនោះទេបើនិយាយទៅម្ដាយរបស់ឈូយុនហើយនឹងឈូយុននឹងគឺមានចរិតខលខូចដូចគ្នាហ្មងដោយសារតែម្ដាយរបស់ឈូយុនថាផាជីនមានវិជ្ជាមេខ្ពស់ពេកអញ្ចឹងហើយផាជីនក៏បានបញ្ជាសូយុលឲ្យចូលទៅក្នុងនាំចាំងអុកចេញមកវិញហើយរឿងអាល់ជីមីអូសូលភាគទី13របស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ទៅត្រឹមហ្នឹងចាំជួបគ្នានៅវីដេអូក្រោយស្រឡាញ់អ្នកទាំងអស់គ្នាពេញបេះដូងបាយបាយ